គោរពសួស្តីបងប្អូននៅក្នុងអមតៈទាំងអស់គ្នាផងដែរវត្តឡប់មកវិញជាមួយនឹងវីដេអូសម្រាប់រឿងគុជអមតៈធីនីដែលជាសាច់រឿងរបស់យើងម្ដងទៀតហើយមុនចូលទៅកាន់សាច់រឿងរបស់យើងបងប្អូនទាំងអស់គ្នាកុំភ្លេចចុច like ក៏ដូចជា subscribe មកកាន់ channel របស់មីម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកកាន់មីនឹងឯងបាទនឹងឯងក៏មិននៅយូរទឹកថ្នោតជួបបងយើងចូលទៅកាន់សាច់រឿងរបស់យើងតាមម្ដងទៅតពីវគ្គមុនតើចាស់ដូធីនក៏នៅតែនិយាយទៅកាន់វ៉ាងលីរបស់យើងគាត់ក៏បាននិយាយថាបើទោះបីជាយុនកស៊ីនឹងប្រាប់ឲ្យគាត់ឲ្យដំណោយទាំងអស់នេះទៅកាន់វ៉ាងលីរបស់យើងក៏ដោយក៏ប៉ុន្តែបើសិនជាគាត់មិនចង់នឹងគឺមិនឲ្យទៅកាន់វ៉ាងលីរបស់យើងនោះទេហើយអ្វីដែលគាត់ចង់ធ្វើនេះគឺគ្រាន់តែដេញជាមួយនឹងលាវមីចេញទៅហើយអំណោយពីរផ្សេងទៀតនឹងគាត់គឺមិនបានបកគលឲ្យទៅកាន់វ៉ាងលីរបស់យើងនោះទេនៅត្រង់កន្លែងមួយនឹងតើចាស់ដូធីនក៏គ្រាន់តែចង់បញ្ជាក់ទៅកាន់វ៉ាងលីរបស់យើងថាជាមួយនឹងអំណោយទាំង3នឹងគឺគាត់បកគលចេញពីចិត្តរបស់គាត់តែម្ដងទៅឲ្យវ៉ាងលីរបស់យើងគឺមិនមែនដោយសារតែយុនកស៊ីនោះទេគាត់ក៏បាននិយាយបន្ថែមទៀតថាមិនថាលោកគឺជាសង្នៀវឬក៏ជាវ៉ាងលីទេវាគឺមិនសំខាន់នោះឡើយចាប់តាំងពីបច្ចចម្រាញ់ភ្លើងរបស់ខ្ញុំក៏បានមកដល់នៅដែនដីអាណាចក្រស៊ូស៊ូគូមីនេះខ្ញុំគឺមានជាមួយនឹងបុព្វបុរសដែលស្ថិតនៅក្នុងកម្រិតទី6ចំនួន36នាក់សរុបទាំងខ្ញុំគឺ37នាក់ឯបងប្រុសរបស់ខ្ញុំគឺជាមនុស្សទី36នឹងឯងវ៉ាងលីរបស់យើងក៏ពិតជាមានការចាប់ផ្ដើមខ្លាំងមែនទែនគាត់ក៏បានសម្លឹងមើលទៅកាន់រង្វង់ចិញ្ចៀនក្រហមមួយទៀតក៏ប៉ុន្តែតាចាស់ដូធីនក៏បាននិយាយទៅកាន់វ៉ាងលីរបស់យើងថាសម្លាញ់តូចសង្នៀវលោកគឺមិនបាច់មើលបន្តទៀតនោះទេដោយសារតែបងប្រុសរបស់ខ្ញុំក៏បានស្លាប់កាលពី2ឆ្នាំមុនហើយសូម្បីតែម្ចាស់នៃអាណាចក្រស៊ូស៊ូគូបច្ចុប្បន្ននឹងក៏មិនដឹងអំពីរឿងនេះដែរគាត់ក៏បាននិយាយបន្ថែមថាជាមួយនឹងបងប្រុសរបស់គាត់គឺមានជាមួយនឹងដែនធម្មពលមួយដែលវាក៏ពិតជាកម្រខ្លាំងមែនទែនបើទោះបីជាភពផ្សេងទៀតនឹងក៏វាកម្រនឹងមានផងដែរជាមួយនឹងធម្មពលដែនរបស់គាត់នឹងគឺជាការទស្សទាយនឹងឯងតម្លៃគាត់គឺសល់អាយុ100ឆ្នាំទៀតនោះទេក៏ប៉ុន្តែគាត់ក៏បានបង្ខំប្រើប្រាស់ជាមួយនឹងធម្មពលដែនរបស់គាត់នឹងឯងគឺដើម្បីទស្សទាយព្រមទាំងរកផ្លូវចេញឲ្យបាក់ចម្រាញ់ព្រលឹងរបស់យើងនឹងឯងក៏ប៉ុន្តែទោះជាណាក្តីគាត់គឺនៅតែបរាជ័យដដែលក៏ប៉ុន្តែមុននៅពេលដែលគាត់ស្លាប់គាត់ក៏បានធ្វើការទស្សទាយម្ដងទៀតផងដែរដែលគាត់ក៏បានដឹងថាក៏មានជាមួយនឹងមនុស្សម្នាក់ដែលអាចជួយនឹងបាក់ចម្រាញ់ព្រលឹងរបស់គាត់ឲ្យឈានទៅដល់ប្រទេសកម្រិតទី6បានតែប្រមនេះគឺមានឈ្មោះថាវ៉ាងលីរបស់យើងនឹងឯងហើយនេះគឺជាហេតុដែលបរិយាចំណានដូធាននឹងក៏បានធ្វើការបកគលជាមួយនឹងអំណោយទាំង3នឹងទៅឲ្យវ៉ាងលីរបស់យើងម្យ៉ាងវិញទៀតនៅពេលដែលសិស្សច្បងរបស់ខ្ញុំគាត់ក៏បានស្លាប់ទៅខណៈពេលនោះអ្នកក៏បានមកដល់ជាមួយនឹងបាក់ចម្រាញ់ព្រលឹងរបស់ខ្ញុំត្រង់កន្លែងនេះបញ្ជាក់បានថាវាគឺជារឿងចៃដន្យមួយហើយម្យ៉ាងវិញទៀតអាយុសង្ខាររបស់ខ្ញុំក៏ឈានទៅដល់ដែនកំណត់ហើយដូច្នេះខ្ញុំគឺមិនអាចរងចាំវាបន្តទៀតបាននោះទេខ្ញុំគឺមានតែភ្នាល់មួយដៃហើយម្យ៉ាងវិញទៀតបាក់ចម្រាញ់ព្រលឹងរបស់ខ្ញុំគឺគ្មាននរណាមកចំនួននៅតំណែងរបស់ខ្ញុំបាននោះទេបើទោះបីជាខ្ញុំអាចប្រយុទ្ធប្រឆាំងជាមួយនឹងអាណាចក្រស៊ូស៊ូគូជាមួយនឹងទង់ព្រលឹង1000លានរបស់ខ្ញុំក៏ដោយក៏ប៉ុន្តែនៅពេលដែលខ្ញុំក៏ត្រូវបានបាត់បង់ជីវិតទៅច្បាស់ណាស់បាក់ចម្រាញ់ព្រលឹងរបស់ខ្ញុំទាំងមូលនឹងត្រូវបានបញ្ចប់ហើយអ្វីដែលតាចាស់ដូធាននឹងគាត់និយាយប្រាប់ទៅកាន់វ៉ាងលីនគឺចង់ឲ្យវ៉ាងលីនរបស់យើងធ្វើជាមេបាក់នៃបាក់ចម្រាញ់ព្រលឹងនឹងឯងបន្ទាប់ពី10ឆ្នាំតទៅមុខទៀតវ៉ាងលីនរបស់យើងគាត់គិតបន្តិចព្រមទាំងក៏បាននិយាយថាបើសិនបើខ្ញុំយល់ព្រមលោកគឺនឹងផ្ដល់ជាមួយនឹងទង់ព្រលឹង1000លាននេះមកកាន់ខ្ញុំតាចាស់ដូធានគាត់ងក់ក្បាលព្រមទាំងក៏បាននិយាយថាវាគឺពិតជាប្រកបហើយបើសិនជាអ្នកយល់ព្រមជាមួយនឹងលក្ខខណ្ឌទាំងអស់នេះខ្ញុំនឹងបកគលជាមួយនឹងទង់ព្រលឹង1000លានរបស់ខ្ញុំឲ្យទៅកាន់អ្នកបន្ទាប់ពីអាយុសង្ខាររបស់ខ្ញុំក៏ត្រូវបានបញ្ចប់វ៉ាងលីនរបស់យើងគាត់ក៏បានគិតក្នុងចិត្តព្រមទាំងក៏បាននិយាយថាប្រទេសវឹកហាត់កម្រិតទី6វ៉ាងលីនរបស់យើងក៏បានត្រឹមតែញញឹមទាំងជួចចត់តែប៉ុណ្ណោះជាមួយនឹងកម្រិតនៃការវឹកហាត់របស់គាត់ឥឡូវនេះគឺវាពិតជាខ្សោយខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមនុស្សទាំងអស់នោះទៅពេលនេះតាចាស់ដូធានគាត់ក៏បានដកដង្ហើមធំព្រមទាំងក៏បាននិយាយថាឥឡូវនេះអាយុសង្ខាររបស់ខ្ញុំគឺមានត្រឹមតែរយៈពេល10ឆ្នាំទៀតតែប៉ុណ្ណោះហើយនៅក្នុងរយៈពេល10ឆ្នាំនេះខ្ញុំគឺអាចធានានៅសុវត្ថិភាពរបស់អ្នកបានក៏ប៉ុន្តែបន្ទាប់ពី10ឆ្នាំក្រោយទៀតអ្នកក៏ត្រូវតែពឹងពាក់ទៅលើខ្លួនឯងសុទ្ធសាធដែរខ្ញុំគឺមិនអាចជួយអ្វីអ្នកបានទៅទៀតនោះទេដោយសារតែអាយុសង្ខាររបស់ខ្ញុំគឺត្រូវបានបញ្ចប់មិនថាអ្នកអាចឲ្យបាក់ចម្រាញ់ព្រលឹងរបស់ខ្ញុំឈានទៅដល់ប្រទេសកម្រិតទី6ឬក៏អត់នោះទេវាគឺមិនសំខាន់នោះឡើយក៏ប៉ុន្តែអ្វីដែលសំខាន់ជាងគេបំផុតអ្នកគឺត្រូវតែចងចាំជាមួយនឹងពាក្យសម្ដីរបស់ខ្ញុំទៅបាក់ចម្រាញ់ព្រលឹងគឺត្រូវតែមានសុវត្ថិភាពវ៉ាលេនគាត់ក៏បានងក់ក្បាលព្រមទាំងក៏បាននិយាយថាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំភាសាផ្នែករបស់តាចាស់ដូធានក៏បានភ្លឺឡើងព្រមទាំងក៏បាននិយាយទៅកាន់វ៉ាលេនគាត់ក៏បាននិយាយថាល្អខ្លាំងណាស់រីឯគាត់ក៏បានទះជាមួយនឹងផ្ថងផ្ទោរបស់គាត់នឹងឯងមិនទៅចេញមកបន្ទាប់មកក៏បានលេចឡើងជាមួយនឹងត្បូងអ្វីម្យ៉ាងជាមួយនឹងត្បូងមួយនេះវាគឺជាវិធីសាស្ត្រនៃការផ្សារភ្ជាប់ព្រលឹងនឹងឯងដែលជាវិធីសាស្ត្រចុងក្រោយក្នុងការគ្រប់គ្រងទៅលើទង់ព្រលឹង1000លានតែចាស់ហ្នឹងក៏នៅតែបន្តនិយាយបន្ថែមទៀតថាចាប់ពីពេលនេះតទៅអ្នកគឺជាសិស្សស្នូលតែមួយគត់នៅក្នុងបាក់ចម្រាញ់ព្រលឹងមួយនេះបាទហ្នឹងឯងមានសូមនិយាយប្រាប់បងប្អូនតារៀនតិចទៅដោយសារតែមិញមានសង្ខេបឡើងគឺបាត់នៅខ្លឹមសារមួយចំនួនចំពោះដួងព្រលឹងដែលស្ថិតនៅក្នុងកម្រិតទី6នៅក្នុងបាក់ចម្រាញ់ព្រលឹងទាំង36នាក់ហ្នឹងព្រលឹងរបស់គេទាំងអស់ហ្នឹងគឺនៅក្នុងទង់ព្រលឹង1000លានហ្នឹងឯងបាទហ្នឹងឯងចូលមកកាន់សាច់រឿងរបស់យើងវិញទៅខណៈពេលនេះបណ្ដាតាចាស់ដូធានគាត់ក៏បាននិយាយបន្ថែមទៀតថាឥឡូវនេះរឿងរ៉ាវទាំងអស់វាក៏ត្រូវបានបញ្ចប់ហើយខ្ញុំនឹងបិទទ្វារវឹកហាត់បន្តទៀតហើយនឹងរៀបចំជាមួយនឹងព្រលឹងរបស់គាត់ហ្នឹងឯងចូលទៅក្នុងទង់ព្រលឹង1000លានជាក់ស្ដែងទៅនៅក្នុងបាក់ចម្រាញ់ព្រលឹងនឹងវិញហ្នឹងមុនពេលដែលពួកគេទាំងអស់គ្នាក៏បានស្លាប់ពួកគេក៏បានរៀបចំជាមួយនឹងព្រលឹងពួកគេរួចរាល់ហើយដើម្បីចូលទៅក្នុងទង់ព្រលឹង1000លានមួយនេះគាត់ក៏បានប្រាប់ទៅកាន់វ៉ាងលីនថាយកឡោលោកគឺកុំចាក់ចេញអំពីបាក់ចម្រាញ់ព្រលឹងហ្នឹងឯងបើសិនជាលោកគឺមានគ្រោះថ្នាក់អ្វីនោះខ្ញុំគឺមិនអាចជួយលោកបាននោះទេក៏ប៉ុន្តែជាមួយនឹងវ៉ាងលីនរបស់យើងគាត់ក៏បាននិយាយតាំងមើងម៉ាត់ទៅកាន់តាចាស់ដូធាននឹងវិញថាបើសិនជាខ្ញុំមិនអាចការពារខ្លួនឯងបានផងធ្វើម៉េចខ្ញុំក៏អាចការពារជាមួយនឹងបាក់ចម្រាញ់ព្រលឹងបានទៅចំពោះតាចាស់ដូធានគាត់គឺមិនបានជំទាស់អ្វីទៅកាន់វ៉ាងលីនរបស់យើងទេគាត់ក៏បាន
បាននិយាយថាចាប់តាំងពីអ្នកនិយាយបែបហ្នឹងទៅហើយអ្នកគឺអាចចាត់ចេញអំពីទីនេះបានបន្ទាប់មកគាត់ក៏បានចូលទៅក្នុងចិញ្ចៀនពណ៌ក្រហមរបស់គាត់វិញទៅហើយចំពោះវ៉ាងលីនរបស់យើងគាត់ក៏បានធ្វើការអន់គ្រប់ព្រមទាំងក៏បានចាត់ចេញអំពីទីកន្លែងមនុស្សផងដែរនៅក្នុងការហោះហើរនៅតាមផ្លូវវ៉ាងលីនរបស់យើងគឺមិនជឿជាមួយនឹងពាក្យសម្ដីដែលតាចាស់ដូចធានហ្នឹងក៏បាននិយាយប្រាប់មកកាន់គាត់នោះទេចឹងណាមិញវ៉ាងលីនរបស់យើងគឺបានឆ្លងកាត់ជាមួយនឹងបទពិសោធន៍ជាច្រើនខ្លាំងមែនទែនហើយគាត់គឺមិនមែនជាក្មេងដែលទៅតែវឹកហាត់ដំបូងនោះឡើយគាត់ក៏បានឃើញជាមួយនឹងរឿងរ៉ាវជាច្រើនខ្លាំងមែនទែនចឹងហើយវ៉ាងលីនរបស់យើងគឺត្រូវតែមានការប្រុងប្រយ័ត្នហ្នឹងឯងក៏ប៉ុន្តែឥឡូវនេះគាត់នៅរងចាំមើលសិនបើសិនជាប្រតិចាដូចធាននឹងបកគលជាមួយនឹងទងពលឹង 1000 លានមកឲ្យគាត់ដល់ពេលណាចាំគាត់គិតបន្តទៀតក៏ប៉ុន្តែនៅខណៈពេលនេះអារម្មណ៍របស់វ៉ាងលីនរបស់យើងគឺបានទៅដល់ឡាប៉ែលីយុនហ្វឹងហើយគាត់ក៏បាននិយាយថាលីយុនហ្វឹងឯងក៏បានធ្វើឲ្យកម្រិតនៃការវឹកហាត់របស់ខ្ញុំក៏បានធ្លាក់ចុះទោះបីជាខ្ញុំទើបតែស្ថិតនៅក្នុងកម្រិតទី6ដំណាក់កាលដំបូងដែលខ្សោយជាងគេបំផុតក៏ដោយក៏ប៉ុន្តែបើសិនជាខ្ញុំរួមគ្នាជាមួយនឹងរូបរាងកាយដើមព្រះបុរាណដែលវាក៏បានឡើងកម្រិតទៅកាន់ផ្កាយ3ហើយច្បាស់ណាខ្ញុំគឺមានជាមួយនឹងកម្លាំងគ្រប់គ្រាន់ដើម្បីយុទ្ធគ្នាជាមួយនឹងឡាប៉ែលីយុនហ្វឹងហ្នឹងហើយបន្ទាប់ពីគិតចប់វ៉ាងលីនរបស់យើងគាត់ក៏បានបាត់ចេញអំពីទីកន្លែងនោះទៅសាច់រឿងគេក៏បានកាត់មកកាន់មួយខែក្រោយមកឃើញថានៅពេលនេះនៅក្នុងចលងភ្នំនៃប្រទេសឈូពេលនេះឃើញថាស៊ូរូនាងកំពុងតែអង្គុយលេងព្រមទាំងក៏លេងជាមួយនឹងសត្វខ្លារបស់នាងហ្នឹងឯងចំណុចឯធីជីនឥឡូវនេះក៏ឈិតឈានទៅដល់កម្រិតទី5ផងដែរគាត់ក៏បានស្វែងយល់អំពីធម្មពលដែនបន្តិចបន្តួចហើយក៏ប៉ុន្តែនៅខណៈពេលនោះផងដែរខ្សែភ្នែករបស់សត្វកង្កែបរបស់វ៉ាងលីនវាក៏បានបើកខ្សែភ្នែករបស់វាឡើងសម្លឹងមើលទៅកាន់ខាងក្រៅនៃចលងភ្នំវិញនោះចំណុចឯស៊ូរូតូចនាងក៏កំពុងតែចលីភ្នែករបស់នាងផងដែរហើយក៏បានសម្លឹងមើលនៅទីកន្លែងវិញនោះនាងក៏ពិតជាមានការភ្ញាក់ផ្អើលព្រមទាំងក៏បានត្រេកអរខ្លាំងមែនទែននាងក៏បាននិយាយថាប៊ូវ៉ាងគឺត្រឡប់មកវិញហើយបន្ទាប់ពីឃើញបែបហ្នឹងហើយនាងតូចក៏បានរត់អោបវ៉ាងលីនយ៉ាងលឿនខ្លាំងមែនទែនចំពោះវ៉ាងលីនក៏បានអោបជាមួយនឹងស៊ូរូតូចផងដែរចំណុចឯធីជីនវិញក៏បានធ្វើការមកគោរពព្រមទាំងក៏បានហៅថាអ្នកមានគុណចំពោះវ៉ាងលីនគាត់ក៏បាននិយាយថាធីជីនឥឡូវនេះលោកឈិតឈានទៅដល់កម្រិតទី5ហើយចូលលោកទៅកាន់រដ្ឋធានីនៃរដ្ឋឈូទៅគឺដើម្បីទទួលយកនៅបទពិសោធន៍ជីវិតនៃការស្លាប់វាមិនយូរនោះទេក្នុងរយៈពេល 2-3 ឆ្នាំលោកជាច្បាស់ថាឈានទៅដល់កម្រិតទី5ជាមិនខាននោះទេព្រោះទឹកមុខរបស់ធីជីននៅពេលនេះគឺលីឡំជាមួយនឹងភាពសប្បាយព្រមទាំងសោកសៅនឹងឯងគាត់ក៏បាននិយាយទាំងញ័រដៃថាវាក៏ពិតជាវ៉ាងលីនរបស់យើងគាត់ក៏បាននិយាយថាមិនដែរនោះទេព្រមទាំងក៏បានងក់ក្បាលទីយុនគាត់ក៏បានយល់ហើយបន្ទាប់មកគាត់ក៏បានបាត់ខ្លួនចេញពីទីកន្លែងមនុស្សទៅចំពោះស៊ូរូនៅពេលនេះនាងក៏បានសួរទៅកាន់វ៉ាងលីនរបស់យើងថាប៊ូវ៉ាងឯណាពាក្យសន្យាដែលពូក៏បានប្រាប់ខ្ញុំថាចាប់ជាមួយនឹងសត្វខ្លាដែលធំជាងនេះមកឲ្យខ្ញុំចំពោះវ៉ាងលីនគាត់ក៏បាននិយាយថាអូពូផ្លេចបាត់ទៅហើយនឹងក៏ប៉ុន្តែមិនធ្វើនោះទេពូក៏នឹងនាំឯងទៅទីកន្លែងមួយគឺទៅជួបមិត្តចាស់របស់ពូនឹងឯងក៏ប៉ុន្តែខ្សែភ្នែករបស់វ៉ាងលីនរបស់យើងគឺពោពេញទៅដោយចេតនានៃការសម្លាប់ត្រង់កន្លែងហ្នឹងបងប្អូនទាំងគ្នាក៏ប្រហែលជាដឹងហើយថាវ៉ាងលីនរបស់យើងគឺទៅណាចំពោះស៊ូរូនាងគឺជាក្មេងស្រីម្នាក់ដែលអាឡេអាឡក់ខ្លាំងមែនទែននៅពេលដែលវ៉ាងលីនរបស់យើងនិយាយបែបហ្នឹងនាងក៏ពិតជាមានការត្រេកអរព្រមទាំងក៏បាននិយាយថាជេទីបំផុតខ្ញុំក៏បានចាត់ចេញអំពីទីកន្លែងមួយនេះហើយវ៉ាងលីនរបស់យើងគាត់ក៏បាននិយាយថាឥឡូវនេះអញចូលទៅក្នុងប្រាសាទគុយមួយនឹងទៅគឺដើម្បីសុវត្ថិភាពចំពោះស៊ូរូនាងក៏បានចូលទៅក្នុងនោះព្រមទាំងក៏បានហៅសត្វខ្លារបស់នាងនឹងឯងចូលទៅក្នុងនោះដែរចាក់ស្ដែងទៅសត្វខ្លាមួយនឹងគឺវាបានគិតក្នុងចិត្តថានៅពេលដែលស៊ូរូទទួលបានជាមួយនឹងសត្វខ្លាថ្មីវានឹងត្រូវបានដោះលែងហើយក៏ប៉ុន្តែមានណាស៊ូរូក៏បានយកជាមួយនឹងសត្វខ្លានឹងទៅតាមខ្លួនរបស់នាងដែរទៅបន្ទាប់មកវ៉ាងលីនរបស់យើងក៏បានយកជាមួយនឹងប្រាសាទគុយមួយនឹងឯងដាក់ចូលទៅក្នុងថង់តុករបស់គាត់វិញទៅបន្ទាប់ពីតុកជាមួយនឹងប្រាសាទគុយមួយនឹងហើយវ៉ាងលីនរបស់យើងគាត់ក៏បានដកដង្ហើមបន្តិចព្រមទាំងក៏បានបញ្ចេញជាមួយនឹងធម៌ពលវិញ្ញាណរបស់គាត់នឹងឯងខណៈពេលនោះផងដែររូបរាងកាយដើមរបស់គាត់ដែលជារូបរាងកាយព្រះបុរាណនឹងវាក៏បានផុសចេញអំពីដីភ្លាមៗតែម្ដងនៅលើថ្ងៃរបស់វាក៏មានជាមួយនឹងផ្កាយ3ដែលកំពុងតែវិលនឹងឯងបន្ទាប់ពីរូបរាងកាយដើមវាក៏បានចេញមកហើយវ៉ាងលីនរបស់យើងមិនបង្អង់យូរទៀតនោះទេគាត់ក៏បានធ្វើការរួមបញ្ចូលជាមួយនឹងរូបរាងកាយទាំងពីររបស់គាត់នឹងឯងចូលគ្នាតែម្ដងនៅពេលនេះឃើញថារូបរាងកាយដើមវាក៏បានគ្រប់គ្រងទៅលើរូបរាងកាយអវតារទាំងមូលតែម្ដងជាមួយនឹងធម៌ពលមួយនេះវាក៏បានបញ្ចេញមកធ្វើឲ្យច្រកលំហនៅទីនោះគឺថាបែកប្រេះស្នាមពេញម្ដងតែម្ដងនៅពេលនេះយើងក៏បានឃើញថារូបរាងកាយពិតរបស់វ៉ាងលីនដែលបានរួមបញ្ចូលគ្នាទៅជាពីរហើយវាគឺជាវ៉ាងលីនពិតប្រាកដនឹងឯងនៅពេលនេះបន្ទាប់ពីច្រកលំហវាក៏ត្រូវបានប្រេះបែកដល់ទីកន្លែងនឹងហើយឃើញថាផ្នែកបន្ទោជាច្រើននឹងវាក៏បានបន្លឺឡើងពេញម្ដងតែម្ដងចំណែកឯផ្ទៃមេឃវិញវាក៏បានផ្លាស់ប្ដូរជាមួយនឹងពណ៌របស់វាផងដែរបន្ទាប់មកដំណក់ទឹកភ្លៀងវាក៏បានស្រកមកតែម្ដងវ៉ាងលីននៅពេលនេះគាត់នៅក្រោមដំណក់ទឹកភ្លៀងព្រមទាំងក៏បានសម្លឹងមើលទៅកាន់ប្រទេសស៊ូយូទាំងកសែផ្នែកដល់មុតស្រួយតែម្ដងបើសិនជាយើងក៏លេចមើលគាត់នៅពេលនេះគឺពិតជាកំណាចមែនតែនរូបរាងកាយព្រះបុរាណគាត់ក៏បាននិយាយយ៉ាងខ្លាំងថាលីយុនហ្វឹងនៃប្រទេសស៊ូយូបុព្វបុរសនៃតកូលបិសាចៈសុនតៃពួកឯងទាំង3នាក់ក៏បានប្រាការល្អនៅពេលដែលខ្ញុំក៏បានចុះទន់ខ្សោយខ្លាំងក៏បានដាក់ត្រាពលឹងមកកាន់ខ្ញុំក៏ប៉ុន្តែឥឡូវនេះខ្ញុំក៏បានប្រមូលជាមួយនឹងធម៌ពលរបស់ខ្ញុំត្រឡប់មកវិញបាន 100% វិញហើយថ្ងៃនេះខ្ញុំនឹងទាមទារជាមួយនឹងបំណុលឈាមអំពីឯងម្នាក់គាត់ក៏បាននិយាយបន្ថែមទៀតថាឯងលីយុនហ្វឹងគឺជាមនុស្សដំបូងគេដែលខ្ញុំក៏នឹងទៅរកថាតើកម្រិតទី6របស់ឯងដែលបានវឹកហាត់ទៅដោយកម្លាំងផ្ទាល់ខ្លួនរបស់ឯងខ្លាំងជាងឬក៏ជាកម្រិតទី6ដែលយើងមានដោយសារបង្ខំនឹងខ្លាំងជាងទៅជាស្ដែងទៅកម្រិតនៃការវឹកហាត់របស់វ៉ាងរបស់យើងក៏បានឈានទៅដល់កម្រិតទី6ហើយក្រោមការជំរុញអំពីធម៌ពលវិញ្ញាណចេញអំពីទង 1000 លាននឹងឯងក៏ប៉ុន្តែវាគឺមិនទាន់ថិតថេរនោះទេដោយសារតែការជំរុញនេះវាក៏ពិតជាលឿនពេកម្យ៉ាងវិញទៀតគាត់ក៏ទៅតែឈានទៅដល់កម្រិតទី6ដំបូងចឹងហើយធម៌ពលរបស់គាត់គឺមិនទាន់បានថិតថេរ 100% ទេក៏ប៉ុន្តែនៅពេលដែលគាត់បានរួមបញ្ចូលជាមួយនឹងព្រះបុរាណវាគឺកាន់តែមានអំណាច
ថែមទៀតថ្ងៃវ៉ាងលីរបស់យើងគឺគាត់ជឿជាក់ខ្លាំងមែនទែនតែគាត់គឺអាចយកឈ្នះទៅកាន់ពួកអ្នកទាំងអស់គ្នានៅបានចំពោះព្រះបុរាណនឹងមានក៏បានស្រាវជ្រាវមួយចំនួនមកដែរគេថានៅពេលដែលរូបកាយព្រះបុរាណក៏បានឈានទៅដល់ផ្កាយ3ក៏អាចប្រយុទ្ធឈ្នះជាមួយនឹងមនុស្សកម្រិតទី7បានគឺអត់មានអ្នកដឹងនោះទេថាវាគឺពិតឬក៏អត់ទេណាក៏ប៉ុន្តែគឺមានតែបងប្អូនទាំងគ្នាតាមដានបន្តទៀតនោះទេក៏ប៉ុន្តែខណៈពេលនេះគាត់គឺមិនទាន់បានទៅភ្លាមៗនោះទេគាត់ក៏បានធ្វើការចង្អុលជាមួយនឹងចិញ្ចៅរបស់គាត់ខណៈពេលនោះមកដែរគាត់អមតៈធានីវាក៏បានចេញអំពីថ្ងៃរបស់គាត់ហើយចំពោះវ៉ាងលីនគាត់ក៏បានដឹងដែរថាមុនពេលដែលស៊ីធូណានគាត់ក៏បានលងលក់ទៅគាត់ក៏បានប្រាប់ទៅកាន់វ៉ាងលីនថានៅពេលដែលវ៉ាងលីនរបស់យើងប្រមូលផ្ដុំជាមួយនឹងធាតុទាំង5ហ្នឹងចូលទៅក្នុងគុជអមតៈធានីបានទាំងអស់ហើយនៅពេលនោះហើយដែលគុជអមតៈធានីវានឹងធ្វើការជ្រើសរើសជាមួយនឹងម្ចាស់ឬក៏ទទួលស្គាល់វ៉ាងលីនរបស់យើងធ្វើជាម្ចាស់ហ្នឹងឯងពួកគុជអមតៈធានីឥឡូវនេះគឺវាមានធាតុចំនួន3កន្លះហើយដែលវាមានជាមួយនឹងធាតុទឹកធាតុភ្លើងហើយនិងធាតុផែនដីហ្នឹងឯងចំណែកឯធាតុឈើវិញគឺវាមានត្រឹមតែពាក់កណ្ដាលតែប៉ុណ្ណោះហើយនៅពេលនេះវ៉ាងលីនរបស់យើងក៏បានលួចជាមួយនឹងវិញ្ញាណធាតុឈើអំពីមេម៉ាក្រហមហ្នឹងឯងនៅពេលដែលគាត់បានប្រយុទ្ធជាមួយនឹងនាងវ៉ាងលីនមិនមកអនយូក៏បានធ្វើការឲ្យគុជអមតៈធានីហ្នឹងឯងស្រូបយកជាមួយនឹងវិញ្ញាណធាតុឈើហ្នឹងទៅឃើញថានៅពេលនេះមកណែអ្នកទាំងពីរវាក៏បានបុកគ្នាហើយគុជអមតៈធានីជាមួយនឹងវិញ្ញាណធាតុឈើហ្នឹងឯងបន្ទាប់ពីបានស្រូបរីដលហើយវ៉ាងលីនរបស់យើងក៏ពិតជាមានការត្រេកអរខ្លាំងមែនទែនគាត់ក៏បាននិយាយថាវាគឺខ្វះជាមួយនឹងធាតុមួយទៀតដែលនោះគឺជាធាតុដែកហ្នឹងឯងវ៉ាងលីនរបស់យើងគាត់ក៏បាននិយាយបន្ថែមទៀតថាបើសិនជាឲ្យគាត់រងចាំជាមួយនឹងធាតុដែកមួយហ្នឹងគឺគាត់អាចរងចាំបានក៏ប៉ុន្តែបើសិនជាឲ្យគាត់រងចាំមិនឲ្យសម្រាប់លីយុនហ្វឹងហ្នឹងគឺគាត់រងចាំមិនបាននោះទេលីយុនហ្វឹងបន្ទាប់ពីនិយាយរឿយវ៉ាងលីនរបស់យើងគាត់ក៏បានបោះជាមួយនឹងគុជអមតៈធានីហ្នឹងឡើងទៅលើរឿយក៏បានស្រូបចូលទៅក្នុងខ្លួនរបស់គាត់វិញទៅចំណែកឯសត្វកង្កែបរន្ទះហ្នឹងគាត់ក៏បានបញ្ចេញវាផងដែរព្រមទាំងក៏បានជិះវាយ៉ាងលឿនខណៈពេលនោះគាត់ក៏បានបោះជាមួយនឹងសត្វមូសរបស់គាត់បញ្ចេញមកដែរគឺសើចយ៉ាងសប្បាយចិត្តតែម្ដងហើយចំពោះសត្វមូសហើយនិងសត្វកង្កែបហ្នឹងវាក៏បានហោះទន្ទឹមគ្នាព្រមទាំងក៏បានបលែងលេងមកដែរចំពោះវ៉ាងលីនគាត់ក៏ពិតជាសប្បាយចិត្តពេលដែលឃើញអ្នកទាំងពីរគឺត្រូវគ្នាបែបនេះក៏ប៉ុន្តែបើទោះបីជាវ៉ាងលីនរបស់យើងសប្បាយចិត្តយ៉ាងណាក៏ដោយក៏ប៉ុន្តែនៅក្នុងខ្សែផ្នែករបស់គាត់ពោពេញទៅដោយគំនុំសាច់រឿងរបស់យើងក៏បានកាត់មកកាន់ប្រទេសស៊ូយូនៅវិញឃើញថាវាគឺជាទឹកដីចាស់នៃបកសម្ព័ន្ធទាំង4ហ្នឹងឯងចំពោះបកសម្ព័ន្ធទាំង4ហ្នឹងបងប្អូនទាំងគ្នាក៏ប្រហែលជាបានស្គាល់ហើយវាគឺជាទីកន្លែងដែលវ៉ាងលីនរបស់យើងក៏បានស្វែងយល់ជីវិតនិងការស្លាប់ហ្នឹងឯងដែលជួបជាមួយនឹងតាចាស់ជូកាស៊ីទាំងអស់គ្នាតាចាស់ដែលឲ្យជាមួយនឹងមួកចម្បាំងទៅកាន់វ៉ាងលីនរបស់យើងកន្លែងហ្នឹងគឺជាប្រទេសព្រិលតកហ្នឹងឯងដែលមានបាខំនាងក៏បានវាយយកបានអញ្ចឹងណាកន្លែងមួយហ្នឹងគឺធ្លាប់តែមានជាមួយនឹងពណ៌បៃតងខៀវខ្ចីស្អាតខ្លាំងមែនទែនក៏ប៉ុន្តែឥឡូវនេះគឺពោពេញទៅដោយព្រិលតកតែម្ដងនៅពាក់កណ្ដាលនៃប្រទេសស៊ូយូមួយហ្នឹងគឺមានជាមួយនឹងវាមានតកដ៏ធំមួយដែលទីកន្លែងពិសិដ្ឋមួយនេះគឺសម្រាប់តែអ្នកដែលមានជាមួយនឹងកម្រិតទី6រស់នៅតែប៉ុណ្ណោះដែលនោះគឺជាលីយុនហ្វឹងហ្នឹងឯងគឺថានៅពេលនេះអបិលីយុនហ្វឹងនោះក៏កំពុងតែព្យាបាលជាមួយនឹងរបួសរបស់វាហ្នឹងឯងបន្ទាប់ពីសុនតៃក៏បានប្រើជាមួយនឹងធម្មពលរន្ទះបាញ់វាការពេលលើកមុនហើយនៅជុំវិញវាកន្លែងហ្នឹងគឺមានជាមួយនឹងរូបសំណាកតកដ៏ធំសម្បើមខ្លាំងមែនទែនដែលវាក៏បានបញ្ចេញជាមួយនឹងធម្មពលអមតៈឬក៏ជាធម្មពល Celestial ហ្នឹងឯងបើទោះបីជាត្រូវបានធម្មពល Celestial ទាំងអស់នោះចូលមកកាន់រូបរាងកាយរបស់អបិលីយុនហ្វឹងហ្នឹងក៏ដោយក៏ប៉ុន្តែវាក៏នៅតែមិនគ្រប់គ្រាន់ក្នុងការព្យាបាលនៅរបួសទាំងអស់នោះឲ្យជាសះស្បើយ 100% វិញដល់ហើយហ្នឹងនៅក្នុងរយៈពេល2ឆ្នាំមកនេះអបិលីយុនហ្វឹងនឹងក៏បានបញ្ជូនជាមួយនឹងមនុស្សទៅកាន់អាណាចក្រស៊ូស៊ូគូផងដែរគឺដើម្បីទទួលបានជាមួយនឹងត្បូងធម្មពល Celestial អំពីមេម៉ាក្រហមក៏ប៉ុន្តែពួកគេទាំងអស់នោះក៏ត្រូវបានរារាំងទៅដោយអ្នកការពារនៅក្នុងអាណាចក្រស៊ូស៊ូគូរហូតអបិលនឹងក៏ពិតជាឆ្ងល់ខ្លាំងមែនទែនហើយបានជាវាបែបហ្នឹងទៅវិញតាមពិតទៅអបិលីយុនហ្វឹងនឹងគឺមិនដឹងទេថាមេម៉ាក្រហមនឹងក៏ត្រូវបានបាត់បង់ជីវិតទៅហើយដោយសារតែរឿងមួយនេះគឺវាពិតជាសម្ងាត់ខ្លាំងមែនទែនអញ្ចឹងហើយគឺគ្មាននរណាម្នាក់ក្រៅពីម្ចាស់នៃស៊ូស៊ូគូដឹងនោះទេនៅក្នុងរយៈពេល2ឆ្នាំមកនេះអបិលីយុនហ្វឹងនឹងក៏បានប្រើប្រាស់ជាមួយនឹងវិធីសាស្ត្រជាច្រើនខ្លាំងមែនទែនគឺដើម្បីព្យាបាលនៅរបួសរបស់វាដូច្នេះហើយឃើញថារបួសរបស់វាក៏រៀងបានជាសះស្បើយបន្តិចដែរក៏ប៉ុន្តែវាក៏ត្រូវការរយៈពេល1ឆ្នាំទៀតគឺដើម្បីអាចជាសះស្បើយបាន 100% នៅថ្ងៃនេះឃើញថានៅមាត់ទន្លេនៃប្រទេសស៊ូយូក៏មានបរិមម្នាក់ក៏បាននិយាយឡើងនៅទីកន្លែងនោះដែលគាត់ក៏បានស្លៀកពាក់ជាមួយនឹងសម្លៀកបំពាក់ពណ៌សនឹងឯងដែលបរិមម្នាក់នោះក៏ជាវ៉ាងលីនរបស់យើងនឹងឯងគាត់ក៏បាននិយាយថាសម្ព័ន្ធទាំង4រីឯក៏បានដកដង្ហើមធំបន្តិចទៅចំពោះទីកន្លែងដែលវ៉ាងលីនរបស់យើងគាត់ក៏បានបញ្ចេញមកនឹងគឺជារាជធានីនៃប្រទេសស៊ូយូនឹងឯងចំពោះរាជធានីមួយនេះវាក៏ធ្លាប់មានជាមួយនឹងបកសម្ព័ន្ធទាំង4ក៏ធ្លាប់បានរស់នៅកាលពីមុនមកក៏ប៉ុន្តែបន្ទាប់ពីបានគ្រប់គ្រងទៅដោយប្រទេសព្រិលតកហើយពួកសម្ព័ន្ធទាំង4នេះក៏បានចាក់ចែងព្រមទាំងអ្នកខ្លះក៏បានស្លាប់នឹងឯងចំណែកឯផ្លូវទាំងអស់នេះវាគឺជាអនុស្សាវរីយ៍ដែលវ៉ាងលីនរបស់យើងគាត់ក៏ធ្លាប់បានរស់នៅកាលពីមុនមករីឯក៏បាននឹកដល់គ្រួសាររបស់តានីវដែរទឹកមុខរបស់គាត់ពោពេញទៅដោយភាពសោកសៅសេរីរឿងក៏បានកាត់ទៅកាន់វិមានតកដែលបេលីយុនហ្វឹងនឹងកំពុងតែអង្គុយវកាន់នឹងឯងក៏ប៉ុន្តែនៅខណៈពេលនោះផងដែរវាក៏បានបើកជាមួយនឹងខ្សែផ្នែករបស់វាឡើងរីឯក៏បានសម្លឹងមើលទៅកាន់ខាងក្រៅនៃវិមានមួយនឹងទៅបន្ទាប់មកវាក៏បានបាត់ចេញអំពីវិមានមួយនឹងនៅខាងក្រៅវិមាននៅនេះវិញចំពោះនៅខាងក្រៅវិមានមួយនឹងវាក៏មានជាមួយនឹងព្រិលធ្លាក់ជាច្រើនផងដែរខណៈពេលនោះក៏បានលេចឡើងជាមួយនឹងសមលរបស់មនុស្សម្នាក់ដែលបានដើរមកនឹងឯងវាក៏បានដើរមកទន្សំលុយឯងក៏បានលេចឡើងជាមួយនឹងរូបភាពបន្តិចម្ដងដែលវាកាន់តែច្បាស់ទៅហើយបន្ទាប់មកខ្លងទ្វារនៅទីកន្លែងនោះវាក៏បានបើករីឯមនុស្សម្នាក់នោះគឺជាវ៉ាងលីនរបស់យើងនឹងឯងទឹកមុខរបស់វ៉ាងលីននៅពេលនេះសម្លឹងមើលទៅកាន់លីយុនហ្វឹងទាំងត្រជាក់តែម្ដងចំណែកឯសាររបស់លីយុនហ្វឹងទាំងប៉ុន្មាននៅពេលដែលសម្លឹងមើលមុខទៅកាន់វ៉ាងលីនហើយពួកគេទាំងអស់គ្នាក៏ពិតជាមានការខ្លោបខ្លាចខ្លាំងមែនទែនពួក
ពួកអ្នកទាំងអស់គ្នានឹងក៏បាននិយាយថានេះគឺជាសឹងនីវក៏ប៉ុន្តែបើទោះបីជាពាក្យសម្ដីរបស់គេនិយាយមកក៏ដូចជាមិនភ័យខ្លាចក៏ដោយក៏ប៉ុន្តែនៅក្នុងបេះដូងរបស់គេគឺចាប់ផ្ដើមញ័រហើយចំពោះប៉ែលីយិនហ្វឹងគឺមិនជឿទេថាវាងរបស់យើងអាចជាសះស្បើយអំពីដែនធម្មពលដែលវាក៏បានដាក់មកកាន់វាងរបស់យើងលឿនបែបនេះម្យ៉ាងវិញទៀតកម្រិតនៃការហ្វឹកហាត់របស់វាងលីនគឺឈានទៅដល់កម្រិតទី5ដំណាក់កាលកំពូលចុងក្រោយហើយវាគឺពិតជាចម្លែកខ្លាំងមែនទែនដែលការបំបីកម្រិតមួយនេះវាគឺពិតជាលឿនខ្លាំងមែនទែនក្នុងរយៈពេល2ឆ្នាំដោយសារតែវាលឿនម្លឹងហើយបានជាប៉ែលីយិនហ្វឹងនឹងក៏ពិតជាមានការផ្សាប់ផ្អើលខណៈពេលនោះប៉ុណ្ណេះក៏មានជាមួយនឹងមនុស្ស3នាក់ក៏បានមកចិត្តជាមួយនឹងប៉ែលីយិនហ្វឹងដែលក្នុងចំណោមមនុស្សទាំង3នាក់ហ្នឹងក៏មានជាមួយនឹងស្ត្រីម្នាក់ហើយនឹងបរិសុទ្ធចំណាស់ចំនួន2នាក់ទៀតចំពោះអ្នកទាំង3ហ្នឹងគឺសុទ្ធតែជាមនុស្សចំណាស់ទាំងអស់នោះទេស្ត្រីម្នាក់ក្នុងចំណោមមនុស្សទាំង2នាក់ហ្នឹងក៏បាននិយាយទៅកាន់វាងលីនរបស់យើងថាសឹងនីវអញក៏ពិតជាមានភាពក្លាហានខ្លាំងមែនទែនដែលបានមកលុកលុយជាមួយនឹងប្រទេសព្រឹត្តិការណ៍របស់យើងហើយអញបែរជាហ៊ានចូលមកកាន់វិមាននៃព្រឹត្តិការណ៍របស់យើងទៀតស្ត្រីចំណាស់ម្នាក់ហ្នឹងក៏បានសម្លឹងមើលទៅកាន់វាងលីនរបស់យើងទាំងត្រជាក់តែម្ដងក៏ប៉ុន្តែចំពោះវាងលីនរបស់យើងគាត់ក៏ជាមនុស្សមុខងាប់ស្រាប់អញ្ចឹងហើយទោះបីជាគេសម្លឹងមកគាត់យ៉ាងណាក៏នៅតែគាត់ធ្វើប្រងើយយ៉ាងចឹងខណៈពេលនោះផងដែរវាងលីនរបស់យើងគាត់ក៏បានដើរទៅមុខចំនួនមួយជំហានរបស់គាត់ក៏បានបង្កទៅជាសម្លេងប្រេះជាច្រើនខ្លាំងមែនទែនវាបានបង្កទៅជាស្នាមប្រេះនៅក្រោមដីជាច្រើនកន្លែងបន្ទាប់ពីវាងលីនរបស់យើងគាត់ក៏បានដើរពី3ជំហានតទៅមុខហើយគាត់ក៏បាននិយាយថាបែកខណៈពេលនោះផងដែរឃើញថាវាមានចំនួនមួយខាងនឹងវាក៏ត្រូវបានបែកចេញខ្ទេចតែម្ដងដែលជាវិមានរបស់ប៉ែលីយិនហ្វឹងនឹងឯងនៅទីកន្លែងនោះវាក៏ចាប់ផ្ដើមរញ៉េរញ៉ៃព្រមទាំងបែកបាក់ម្ដងបន្តិចហើយចំពោះការបញ្ចេញមតិរបស់អ្នកទាំង3វិញនៅពេលនេះក៏ពិតជាមានការផ្សាប់ផ្អើលខ្លាំងមែនទែនទឹកមុខរបស់ពួកគេគឺបានផ្លាស់ប្ដូរយ៉ាងខ្លាំងតែម្ដងជាមួយនឹងការប្រះបែកទាំងអស់នោះវាក៏បានបង្កើតទៅជាធម្មពលដ៏ខ្លាំងសម្បើមមួយក៏បានរុញច្រានអ្នកទាំង3ឲ្យខ្ទាតចេញពីទីកន្លែងនោះតែម្ដងខណៈពេលនោះផងដែរបរិសុទ្ធចំណាស់ម្នាក់ក៏បានកលេចមើលមកកាន់វាងលីនព្រមទាំងក៏បានចោទជាសំណួរថាតើមនុស្សនេះអាចឈានទៅដល់កម្រិតទី6បានដោយរបៀបណាទៅក៏ប៉ុន្តែចំពោះវាងលីនគឺមិនបានកលេចមើលទៅកាន់ពួកអ្នកទាំង3នោះទេទឹកមុខរបស់គាត់នៅពេលនេះគឺសម្លឹងចាក់សោទៅលើតែលីយិនហ្វឹងតែម្នាក់គាត់ខណៈពេលនោះក៏មិនដែរនៅពេលនោះវាងលីនរបស់យើងគាត់ក៏បានស្ទុះយ៉ាងលឿនខ្លាំងមែនទែនលឿនដូចជាផ្នែកបន្ទោយ៉ាងចឹងគាត់ក៏បានស្ទុះទៅចំពោះមុខរបស់ប៉ែលីយិនហ្វឹងក៏ប៉ុន្តែទោះជាណាក៏ដោយព្រឹត្តិការណ៍ទាំង3នេះនឹងក៏បានស្ទុះមកទប់ស្កាត់ជាមួយនឹងវាងលីនរបស់យើងដែរចំពោះវាងលីនរបស់យើងមិនយ៉ាងអាចឲ្យគេទប់ស្កាត់បានដោយងាយទៅគាត់ក៏បានធ្វើការ teleport ភ្លាមនៅចំពោះមុខរបស់ចាស់ទុំម្នាក់នៅក្នុងចំណោមមនុស្សទាំង3នាក់នោះរួចហើយវាងលីនរបស់យើងគាត់ក៏បានដាល់ជាមួយនឹងកណ្ដាប់ដៃរបស់គាត់ចំកណ្ដាលដើមទ្រូងរបស់បរិសុទ្ធចំណាំម្នាក់នឹងធ្វើឲ្យគាត់ស្លាប់ភ្លាមតែម្ដងហើយសូម្បីតែព្រលឹងដើមកំណើតនឹងក៏មិនមានពេលវេលាក្នុងការចាក់ចេញអំពីរូបរាងកាយផងដែរហើយនេះគឺជាធម្មពលរបស់រូបរាងកាយដើមជាមួយនឹងរូបរាងកាយខ្លួនរបស់គាត់បន្ទាប់ពីបានបញ្ចូលគ្នាហើយគេក៏បានប្រាប់បន្តិចផងដែរនៅពេលដែលវាងលីនរបស់យើងវាយជាមួយនឹងមនុស្សកម្រិតទី5ចំនួន1ដៃគឺពួកគេទាំងអស់នឹងស្លាប់ភ្លាមតែម្ដងគ្មានពេលតដៃនោះទេប្រាប់អត់ជឿទេថាកុំឲ្យធ្វើឲ្យប្រវាងរបស់យើងខឹងតែខឹងគឺគាត់ស្រាតខោហើយបាទអត់មាននិយាយលេងនោះទេបញ្ចុះមកកាន់សាច់រឿងរបស់យើងវិញទៅចំពោះមនុស្សពីរនាក់ដែលកំពុងតែកអើកតោមចំពោះវាងលីនអំបញ្ញនេះនៅពេលនេះគឺតក់ស្លុតហើយម្នាក់ព្រលឹងចង់រត់ចេញទៅស៊ីផលិតអស់ហើយចំពោះវាងលីនគាត់គឺមិនបានខ្វាយខ្វល់ទៅកាន់មនុស្សទាំងពីរនាក់នោះទេខ្សែភ្នែករបស់គាត់ក៏បានសម្លឹងមើលទៅកាន់លីយិនហ្វឹងម្ដងទៀតហើយចំពោះប៉ែលីយិនហ្វឹងក៏ពិតជាមានការភ័យខ្លាចខ្លាំងមែនទែនដៃរបស់វាគឺញប់ស្មាញ់ដូចជាម៉ាស៊ីនដេរយ៉ាងចឹងបង្កើតបានជាត្រាជាច្រើនខ្លាំងមែនទែនដើម្បីទប់ទល់ជាមួយនឹងវាងលីនរបស់យើងបន្ទាប់មកវាក៏បានចង្អុលទៅកាន់យតកដែលនៅជិតទីកន្លែងមនុស្សបន្ទាប់មកឃើញថាយតកមួយនឹងវាក៏បានមកការពេលជាមួយនឹងប៉ែលីយិនហ្វឹងនឹងភ្លាមតែម្ដងក៏ប៉ុន្តែជាមួយនឹងកណ្ដាប់ដៃរបស់វាងលីនគឺមិនអាចឲ្យនៅសល់នោះទេខណៈពេលនោះគាត់ក៏បានដល់ជាមួយនឹងរូបសំណាកតកនឹងឯងជាមួយមួយដៃជាមួយនឹងកម្លាំងដ៏ខ្លាំងសម្បើមដែលបានបញ្ចេញមកពីវាងលីនរបស់យើងបែបនេះក៏បានធ្វើឲ្យរូបសំណាកតកឬក៏ជាព្រះតកនឹងឯងវាក៏ត្រូវបានរលីបែកខ្ទេចទៅជាបំណែកតូចអស់រលីងទៅជាមួយនឹងធម្មពលទាំងអស់នេះវាក៏បានធ្វើឲ្យរាជវាំងរបស់ប៉ែលីយិនហ្វឹងនឹងគឺថាខ្ទេចទាំងអស់តែម្ដងនៅពេលនេះឲ្យតែធ្វើឲ្យវាងលីនរបស់យើងខឹងហើយមនុស្សក៏គាត់សម្លាប់ចំណែកឯរបស់នឹងក៏គាត់បំផ្លាញផងដែរនិយាយទៅវាងលីនរបស់យើងក៏ប៉ុនបំផ្លាញខ្លាំងមែនទែនហើយគាត់ក៏ប៉ុនខឹងផងដែរបន្ទាប់ពីយតកនឹងវាក៏ត្រូវបានបំបីហើយប៉ែលីយិនហ្វឹងនឹងក៏បានធ្វើការ teleport ទៅលើអាកាសតែម្ដងវាក៏បានស្រែកទៅកាន់វាងលីនរបស់យើងខ្លាំងថាសឹងនីវថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងហើយក៏ប៉ុន្តែនៅក្នុងចិត្តនឹងវិញភ័យចង់ងាប់ហើយវាងលីនរបស់យើងគាត់ក៏បានតបទៅកាន់ប៉ែលីយិនហ្វឹងវិញថាថ្ងៃនេះខ្ញុំក៏នឹងយកជាមួយនឹងដួងព្រលឹងរបស់ឯងដើម្បីមកកែលម្អនឹងឯងឬក៏ចម្រាញ់នឹងឯងចំពោះវាងលីនរបស់យើងគាត់ចាត់បច្ចេកទេសក្នុងការចម្រាញ់ព្រលឹងអញ្ចឹងហើយប៉ែនឹងគឺថាកិច្ចមិនផុតពីវាងលីនរបស់យើងនោះទេច្បាស់ណាស់គាត់នឹងយកដួងព្រលឹងប៉ែនឹងធ្វើជាដួងព្រលឹងនៃទងរបស់គាត់ហើយខណៈពេលនោះដៃប៉ែលីយិនហ្វឹងក៏បានយកស្មាញ់ដូចជាម៉ាស៊ីនដេរម្ដងទៀតហើយវាក៏បានបង្កើតជាមួយនឹងក្បួនត្រាមួយដែលត្រានឹងបងដែរក៏មានជាមួយនឹងរូបតែនឹងឯងវាក៏ពិតជាធំខ្លាំងមែនទែនសង្កត់មកលើវាងលីនរបស់យើងខ្សែភ្នែករបស់វាងលីនពោពេញទៅដោយចេតនានៃការប្រយុទ្ធខណៈពេលនោះគាត់ក៏បានដាល់ជាមួយនឹងកណ្ដាប់ដៃរបស់គាត់នឹងឯងបំបែកជាមួយនឹងក្បួនត្រាតែរបស់ប៉ែលីយិនហ្វឹងនឹងខ្ទេចតែម្ដងជាមួយនឹងរលកធម្មពលដែលវាងលីនរបស់យើងក៏បានវាយបំបែកជាមួយនឹងក្បួនត្រារបស់ប៉ែនឹងរួចហើយវាក៏បានធ្វើឲ្យប៉ែលីយិនហ្វឹងនឹងក៏បានខ្ទាតចេញពីទីកន្លែងនោះចំនួន100 feet ដែរការប្រយុទ្ធគ្នាមួយនេះក៏បានធ្វើឲ្យទាញទៅដល់ព្រឹត្តិការណ៍ចំនួន17នាក់នៅក្នុងប្រទេសព្រឹត្តិការណ៍នោះផងដែរហើយពួកគេទាំងអស់នេះកំពុងតែធ្វើដំណើរទៅជួយលីយិនហ្វឹងនឹងឯងសម្រាប់ពួកគេលីយិនហ្វឹងគឺជាមេដឹកនាំនៃប្រទេសព្រឹត្តិការណ៍នឹងឯងដរាបណាលីយិនហ្វឹងនៅរស់ប្រទេសព្រឹត្តិការណ៍របស់ពួកគេគឺនឹងស្ថិតនៅក្នុងកម្រិតទី5ដដែលនឹងឯងក៏ប៉ុន្តែនៅពេលដែលលីយិនហ្វឹងក៏ត្រូវបានស្លាប់ច្បាស់ណាស់ប្រទេសរបស់ពួកគេនឹងធ្លាក់កម្រិតទៅកាន់កម្រិតទី4វិញហើយក្នុងមួយប្រភេទផ្នែកតែប៉ុណ្ណោះឃើញថាអ្នកទាំង17នាក់នឹងក៏បានមកដល់នៅទីកន្លែងមួយនឹងឯងពួកគេទាំង17នាក់នឹង
នឹងគឺមិនស្ទាក់ស្ទើរនោះទេព្រមទាំងក៏បានបញ្ចេញជាមួយនឹងទ្រព្យកំណត់របស់គេដើម្បីវាប្រហារទៅកាន់វាងរបស់យើងក៏ប៉ុន្តែនៅខណៈពេលនោះផងដែរវាងរបស់យើងគាត់ក៏បានបន្លឺសម្លេងយ៉ាងខ្លាំងមួយគាត់ក៏បាននិយាយថាបងជាមួយនឹងសម្លេងតែមួយគាត់បែបនេះក៏បានធ្វើឲ្យផ្ទៃមេឃទាំងមូលវាក៏បាត់ត្រូវបានផ្លាស់ប្ដូរភ្លាមៗតែម្ដងដែលនេះគឺជាសម្លេងសម្រែកកំហឹងរបស់ព្រះបរាណនឹងឯងវាងរបស់យើងគាត់ក៏បានកាហឹមយ៉ាងខ្លាំងតែម្ដងជាមួយនឹងធម្មពលរបស់គាត់ក៏បានធ្វើឲ្យពពកទាំងអស់ពឹងប៉ាត់រសាត់បាត់ដានតែម្ដងពេលនោះស្រាំប្រាជាច្រើនវាក៏បានលេចឡើងនៅលើលំហនៃមេឃទាំងមូលចំណែកឯផែនដីទាំងមូលវាក៏ត្រូវបានញ័រនៅពេលនេះមេឃទាំងមូលគឺរចង់លលំហើយចំណែកឯផែនដីក៏ចង់បែកផងដែរពួកអ្នកទាំង17អ្នកដែលរៀបវាបហាទៅកាន់វាងរបស់យើងហើយពួកគេទាំងអស់នឹងក៏បានក្អួតចេញឈាមភ្លាមៗតែម្ដងរួចក៏បានបំពងទាំងអ្នក17អ្នកនឹងក៏បានខ្ទាតចេញពីទីកន្លែងនឹងតែម្ដងអ្នកទាំងអស់គ្នាពេលដែលបានឃើញបែបហ្នឹងហើយពួកគេទាំងអស់គ្នាក៏ពិតជាមានការតក់ស្លុតមនុស្សទាំង17អ្នកនឹងគឺគ្មានចិត្តក្នុងការវាបហាទៅកាន់វាងរបស់យើងម្ដងទៀតទេនៅពេលនេះចិត្តរបស់គេពោពេញទៅដោយភាពភ័យខ្លាចចំពោះវ៉ាលិនគាត់ក៏បានដោតដង្ហើមធំបន្ទាប់ពីគាត់ក៏បានលាយបញ្ចូលគ្នាជាមួយនឹងរូបកាយដើមព្រមទាំងរូបកាយអវតាររបស់គាត់ហើយវាគឺបណ្ដាលឲ្យមានការផ្លាស់ប្ដូរដល់ចម្លែកមួយដែលមិនធ្លាប់មានការពីមុនមកវ៉ាលិនបច្ចុប្បន្នគឺចាត់ទុកថាគឺជាព្រះបរានផ្កាយ3មួយហើយជាមួយនឹងកម្រិតនៃការវឹកហាត់របស់គាត់ម្យ៉ាងមួយទៀតរូបអវតាររបស់គាត់ក៏ស្ថិតនៅក្នុងកម្រិតទី5ដំណាក់កាលចុងក្រោយកំពូលផងដែរហើយគាត់គឺជាមនុស្សម្នាក់ដែលគ្រប់គ្រងទៅលើដែនជីវិតនិងការស្លាប់ការបង្ហាញរបស់ពេលលីយុនហ្វឹងនៅពេលនេះគឺចាប់ផ្ដើមអាក្រក់ទៅហើយលីយុនហ្វឹងវាក៏បានសម្លឹងមើលទៅកាន់វាងរបស់យើងព្រមទាំងក៏បានចាត់ទុកថាវាងរបស់យើងគឺជាសត្រូវម្នាក់ដ៏ពិតប្រាកដរបស់វានឹងឯងជាមួយនឹងសម្លេងដែលវាងរបស់យើងក៏បានបញ្ចេញទៅអមៃម៉ៃនេះវាគឺស្មើជាមួយនឹងធម៌ពលមនុស្សស្ថិតនៅក្នុងកម្រិតទី6ហើយក៏ស្របពេលដែលសេរីរបស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាផងដែរបងប្អូនទាំងគ្នាក៏ប្រហែលជាបានលឺហើយទីមួយនឹងមានន័យថាភ្លើងក៏វាជិតដាច់ហើយបាទអេមីនសូមផ្ដល់ជាដំណឹងជូនទៅកាន់បងប្អូនទាំងគ្នាកុំឲ្យបងប្អូនទាំងគ្នារងចាំនៅការទស្សនានៅវីដេអូរបស់អេមីនដោយសារតែអេមីនគៀបនៅថ្ងៃប្រឡងហើយអញ្ចឹងប្រហែលជាថ្ងៃអាទិត្យបានជាអេមីនបានសម្រាយជូនបងប្អូនវិញហើយប្រហែលថ្ងៃបន្ទាប់តទៅនេះទៀតនឹងគឺអេមីនបានសម្រាយជូនបងប្អូនទាំងគ្នាទស្សនាទៀតនោះទេបាទហ្នឹងអេមីនមានត្រឹមតែប៉ុណ្្នឹងនោះទេហើយអរគុណបងប្អូនទាំងគ្នាដែលបានទស្សនានៅវីដេអូនឹងដល់ចប់ហើយកុំភ្លេចចុច like ក៏ដូចជា subscribe មកកាន់ channel របស់មីនមួយផងដើម្បីជាការលើកទឹកចិត្តមកកាន់មីនហ្នឹងឯងបាទចំពោះវីដេអូមីនហ្នឹងគឺមានត្រឹមតែប៉ុណ្្នឹងនោះទេអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូនេះចប់ជម្រាបលាបងប្អូនបាយបាយ